នេះគឺជាប្លុកទី2ដែលយើងបង្ហាញនៅទេសភាពល្អៗជាច្រើនដែលយើងសម្រាប់នៅក្នុងចំណោទទី1នេះទេសភាពអង្ក្រាននៅកន្លែង Amazon គឺយើងមើលឃើញអូពិតជាអស្ចារ្យមែនតើទេសភាពនៅស្រុកខ្មែរនេះបន្ទាប់ពីយើងបានទិញនំប៉័ងផ្សេងៗហើយគឺយើងទិញបានតែនំប៉័ងនឹងមួយទេដោយសារតែពលឡានអត់ធានញ៉ាំច្រើននេះខ្លាញ់ក្អួតអញ្ចឹងយើងចូលក្នុងម៉ាតទៅរអីគេហៅ double min ទិញតែមួយទេប៉ុន្តែយើងដើម្បីបានថង់សម្រាប់ជាងការពារយើងខ្លាញ់ក្អួតអញ្ចឹងណាអានេះដូចជាថ្លៃដែរយើងមិនចាំយកទេអញ្ចឹងយើងទៅរកតម្លៃណាមួយដែលយើងធូរថ្លៃកុំឲ្យយើងចំណាយច្រើនពេកយើងទិញហើយយើងទិញ double min តែមួយទេប៉ុន្តែយើងសុំថង់គេដើម្បីការពារកុំឲ្យយើងក្អួតបើសិនជាយើងមានក្អួតម្ដងទៀតទៅវាអត់មានអីដាក់ក្អួតអញ្ចឹងយើងយកអានឹងទៅយើងទិញតែមួយអញ្ចឹងយើងបានមកក្នុងឡានវិញហើយយើងពលឡានមែនតែមុខនៅស្រស់ញញឹមឡើយតាវាមិនស្អាតណាស់ទេប៉ុន្តែគាត់ពេលខ្លះរៀងអែមដែរចង់អញ្ចឹងមានមួកមានវ៉ែនតាខ្មៅយើងញ៉ាំស្ករកស៊ូដើម្បីកុំឲ្យគេហៅថាពលឡានច្រើនដងពេកយូរពលម្ដងបានហើយចាហើយក៏យើងធ្វើដំណើរទៅមុខទៀតដើម្បីមើលទេសភាពខ្ទង់ដូចជាម៉ោង7ហើយក៏យើងជជែកលេងជាមួយឡានខាងមុខផងដែរចាយើងនិយាយពី3ច្រើនយើងជជែកគ្នាដោយសារស្វាងក្នុងការពលឡានអញ្ចឹងណាបើសិនជាយើងពលឡានច្រើនបើសិនជាយើងអត់និយាយទៅវាអត់កើតអញ្ចឹងយើងនិយាយប្រឡប់កុំឲ្យពលឡានយើងនិយាយលេងសើចជាមួយក្រុមការងារយើងនៅឡានខាងមុខជជែកគ្នាពីបញ្ហាផ្សេងអញ្ចឹងយើងជីទៅមុខច្រើនទៀតខ្ទង់ប្រហែលជាដូចជាកន្លះម៉ោងឬក៏1ម៉ោងក៏យើងមើលឃើញទេសភាពស្អាតជាច្រើនអញ្ចឹងក៏យើងគិតថានិយាយគ្នាហើយដើម្បីអានេះចូលកន្លែងចំណតមួយទៀតអញ្ចឹងយើងចិត្តដល់ហើយដើម្បីឈប់នៅកន្លែងហ្នឹងគឺយើងដើម្បីថតរូបអនុស្សាវរីយ៍ជាច្រើនហើយយើងមើលឃើញទេសភាពកន្លែងហ្នឹងគឺស្អាតមែនតើបើសិនជាយើងមិនឈប់ថតរូបទេអាហ្នឹងដូចជាស្ដាយពេកអើយអញ្ចឹងមុនដែលធ្វើដំណើរមុនទៅដល់កំពង់សោមអញ្ចឹងយើងថតរូបថតអីលេងខ្លះបានបើសិនជាយើងគិតតែបើកឲ្យលឿនរហូតគឺអត់កាត់ទេអញ្ចឹងយើងមានការឈប់សម្រាកឈប់អីបន្តិចបន្តួចដើម្បីថតរូបអនុស្សាវរីយ៍ជាមួយអ្នករួមដំណើរជាមួយគ្នាបើសិនជាយើងទៅដល់លេងយើងគិតតែជីរហូតហ្នឹងអត់កាត់ទេអាហ្នឹងក៏អត់កាត់ដែរអ្វីដែលសំខាន់គឺយើងមកដល់លេងគឺយើងធ្វើអារម្មណ៍ឲ្យសប្បាយក្អាកក្អាយទៅបីទុកកង្វល់យើងកុំគិតច្រើនពួកអីយើងបោះលេងយើងមកដល់លេងគឺដល់លេងឲ្យសប្បាយតែម្ដងនេះក្រុមឡានខាងមុខសិតតែប្រុសស្អាតមានចំនួន4-5 នាក់អញ្ចឹងនេះគឺទេសភាពជាក់ស្ដែងពិតជាអស្ចារ្យមែនតាគឺស្អាតចិត្តដល់កំពង់សោមហើយចានេះប្រុសស្អាតរបស់យើងប្រចាំចាគាត់មកនិយាយថាអូខេឥឡូវចិត្តដល់កំពង់សោមហើយអញ្ចឹងបងប្អូនទាំងអស់គ្នាត្រៀមដើម្បីថតរូបស្អាតចាមើលតែការនិយាយរបស់គាត់ទៅអូយញាក់គួរឲ្យស្រឡាញ់មែនតើចាគាត់រៀបរាប់ពីមើលពាក់វ៉ែនតាមួយមើលមិនដែរអត់បានពាក់មានតួរំខានទៀតមានតួរំខានមួយទៀតចាឥឡូវថតរូបអត់បានថតលេងជាងមកមើលទេសភាពវិញល្អជាងណាទេសភាពទាំងមុខទាំងក្រោយគឺស្អាតមែនតើនេះបន្តមកគឺយើងមកដល់នៅកន្លែងផ្សារលើហើយមកដល់នៅក្នុងផ្សារលើដើម្បីយើងទៅរកទិញគ្រឿងសមុទ្រផ្សេងដើម្បីត្រៀមញ៉ាំដើម្បីទៅឆ្នេរចាយើងឈប់ចូលបន្ទប់ទឹកសិនដោយសារយើងដល់ទីរួមខេត្តកំពង់សោមហើយ
ច្រឡំទីរួមខេត្តកំពង់សោមទីរួមខេត្តប្រស័យអនុតែគេហៅកំពង់សោមអញ្ចឹងណាចាអញ្ចឹងយើងបានដល់ហើយតិចទៀតគឺយើងមានការដើរចូលផ្សារចូលអីជាច្រើនទៀតចាចាំទស្សនាវីដេអូក្រោយៗទៀតអរគុណច្រើន